មែនតែប្រទេសកម្ពុជាទេគឺទូទាំងពិភពលោកឲ្យតែយើងហ៊ានអភិវឌ្ឍកាន់តែខ្លាំងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបុគ្គលទាំងនោះគាត់មានជាក្រុមអភិវឌ្ឍការបោកប្រាស់ហ្នឹងឲ្យកាន់តែជឿនលឿនទៅមុខសូមស្វាគមន៍ទៅដល់ទស្សនិកជនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាកម្មវិធី podcast កលឹះហិរញ្ញវត្ថុជាមួយនឹង LOLC នៅថ្ងៃនេះយើងនឹងជជែកអំពីប្រធានបទដែលគួរឲ្យចាប់អារម្មណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុឬក៏ហៅថា fintech ប៉ុន្តែពាក្យកលឹះមួយនេះហាក់ដូចជាស្មុគស្មាញនិងមានមន្ទិលច្រើនថាតើវាមានអត្ថន័យបែបណាថ្ងៃនេះផងដែរយើងក៏បានជួបជាមួយនឹងវិក្កាមរបស់យើងដើម្បីមកចែករំលែកអំពីរឿងរ៉ាវទាំងអស់នេះនាំមកជូនដោយ LOLC ចាដោយសារតែវិក្កាមរបស់យើងបានមកដល់ studio របស់យើងផ្ទាល់ទៅហើយសូមស្វាគមន៍ទៅដល់រូបគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអូនចាសុខសប្បាយទេបងសុខសប្បាយធម្មតាអរគុណបងដើម្បីឲ្យទស្សនិកជនមានការស្គាល់បងបន្ថែមសូមមកបងជួយណែនាំខ្លួននិងតួនាទីរបស់បងផងចាជំរាបសួរនាងខ្ញុំឈ្មោះថាអិនសៃរតជានាយិកានាយកដ្ឋានសេវា Digital ទទួលបន្ទុកផ្នែកលក់24ខេត្តក្រុងចាបងថ្ងៃនេះរៀងពិសេសបន្តិចដោយសាររាល់ដងយើងអញ្ជើញវាគ្មិនដែលគាត់មានបទពិសោធន៍ទូទៅតាក់ទងមួយចំណេះដឹងហិរញ្ញវត្ថុថ្ងៃនេះគឺបានអ្នកជំនាញមកពីខាង LOLC ដើម្បីស្រាយបំភ្លឺឬក៏ពន្យល់ទស្សនិកជនតាក់ទងទៅនឹង fintech អញ្ចឹងដើម្បីឲ្យប្រិយមិត្តបានយល់អំពីពាក្យកលឹះហ្នឹងថាតើ fintech ឬក៏បច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាអីគេដែរបងដែលហៅថាបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុធ្វើការទូទាត់ចាធ្វើការទូទាត់ធ្វើការវេប្រាក់តាមរយៈ QR ចាឬការវេប្រាក់តាមរយៈធនាគារចល័តដែលនៅក្នុង smartphone របស់គាត់ចានេះគឺជាចម្លើយខ្លីៗចាហ្នឹងយើងងាយយល់ណាចាកន្លែងហ្នឹងខ្ញុំមើលឃើញពីអ្នកលក់មួយចំនួនបងបើការដំបងអាចនឹងរៀងប្លែករៀងចម្លែកសម្រាប់គាត់តិចនៅពេលដែលកាលមុនគាត់ធ្លាប់ទទួលសាច់ប្រាក់សុទ្ធហើយលក់គាត់ថាអញ្ចឹងខ្ញុំលក់តែ 1000 2000 ហ្នឹងចាំបាច់បាញ់ទៅអីប៉ុន្តែដល់ពេលគាត់បានបាញ់អញ្ចឹងទៅពេលដែលគាត់មើលចំណូលរបស់គាត់ឃើញថាក្រាស់ដែរច្រើនដែរអញ្ចឹងគាត់មានទំនុកចិត្តជាងមុនប៉ុន្តែដំបងរៀងពិបាកដែរសម្រាប់គាត់សម្រាប់អ្នកដែលគាត់ប្រើប្រាស់ជាទាំងបុគ្គលឬក៏អាជីវកម្មបងគិតថា fintech ហ្នឹងគឺគាត់ផ្ដល់អត្ថប្រយោជន៍អីគេខ្លះដែរដល់គាត់ចាអរគុណនៅនឹងសំណួរអូនអញ្ចឹងបងសុំញែកសំណួរទៅជាពីរទី1គឺបុគ្គលលេខទី2អាជីវកម្មម្ចាស់អាជីវកម្មចាសម្រាប់បុគ្គលវិញយើងអាចនិយាយបានថាគឺគាត់ធ្វើការវេប្រាក់ឲ្យគេចាគឺគាត់មានតម្រូវការវេប្រាក់ជូនគេអញ្ចឹងវេប្រាក់ឲ្យគេងាយស្រួលជាងមុនចាគាត់អត់ចាំបាច់ធ្វើដំណើរទៅកាន់ធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយផ្ទាល់ទេធ្វើប្រតិបត្តិការលើទូរស័ព្ទដៃបានសំពេលវេលាបានច្រើនចាទី2គាត់គ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងបានល្អឥឡូវធនាគារចល័តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារហ្នឹងគឺគាត់មានប្រព័ន្ធមួយជួយវិភាគទៅលើការចំណាយជួយវិភាគទៅលើការទូទាត់ផ្សេងរបស់អតិថិជនអញ្ចឹងនៅពេលដែលគាត់សួរថាអ្នកប្រើប្រាស់គាត់ដូចជាមានកាបូប digital មួយដែលជួយសន្សំលុយឲ្យគាត់ដែលជួយវិភាគទិន្នន័យគាត់មកដល់ម្ចាស់អាជីវកម្មវិញគាត់ជាអ្នកទទួលលុយវិញចាអញ្ចឹងគាត់ទទួលលុយងាយស្រួលចាគាត់ទទួលលុយងាយស្រួលពីព្រោះហេតុអីដោយសារអតិជនគាត់ប្រើធនាគារចល័តដើម្បីធ្វើការទូទាត់ចាហើយទី2បង្កើនការលក់និងបទពិសោធន៍អតិជនល្អបងអញ្ចឹងបើយើងកលេចមើលទៅនឹងអាជីវកម្មបែបខ្នាតតូចនិងមធ្យមបើសិនជាគាត់ផ្ដោតទៅលើតែសាច់ប្រាក់សុទ្ធហ្មងតើគាត់អាចនឹងបាត់បង់ឱកាសដែរទេបើប្រៀបធៀបជាមួយនឹងអាជីវកម្មផ្សេងទៀតដែលគាត់ជ្រើសរើសប្រើ digital សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចហើយនិងខ្នាតមធ្យមបើសិនបើគាត់នៅតែប្រើប្រាស់សាច់ប្រាក់ជាចម្បងអ្វីដែលគាត់បាត់បង់ហ្នឹងគឺគាត់បាត់បង់ឱកាសលក់បានគាត់ចាហើយនឹងបាត់បង់ឱកាសនៅក្នុងការពង្រឹងចំណេះដឹងទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុចាពីព្រោះបច្ចេកវិទ្យាហិរញ្ញវត្ថុមានការអាប់ដេតទៅមុខអញ្ចឹងបើគាត់អត់ព្រមចាប់ផ្ដើមទទួលយកពីឥឡូវទេមានការបាត់បង់ចាហើយកត្តាផ្សេងទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងខាតបង់តិជននឹងឯងចានេះបងសម្រាយចាខាតបង់តិជនជាពិសេសអតិជនសម័យ digital ចាឥឡូវបើសិនបើគាត់ហ៊ានតែគាត់មិនព្រមទូទាត់តាមរយៈ QR ទោះបីជាទឹកមួយក៏ដោយ
មិនមែនអតិថិជននឹងគាត់រើសអើងគឺគាត់អត់មានលុយសូម្បីតែបងក៏រងថ្ងៃគឺអត់មានលុយសុទ្ធតាមខ្លួនបងអញ្ចឹងគាត់បាត់បង់ចាទី2កំណើននៃការលក់យឺតចាយឺតបើយើងប្រៀបធៀបពីព្រោះឥឡូវគេទៅមុខហើយចាគេទៅមុខប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុហើយគាត់នៅតែប្រើប្រាស់សាច់ប្រាក់អញ្ចឹងកំណើននៃការលក់យឺតអាចនឹងយឺតហើយអាចនឹងបាត់បង់ភ្ញៀវគាត់ថាយូរហើយនឹងឆាប់ចាហើយទី3ហ្នឹងគឺបាត់បង់ឱកាសនៅក្នុងការទៅឆាប់យកអតិជនអនឡាញអតិជនអនឡាញភាសាទៅអនឡាញទូទាត់អនឡាញបានគាត់ព្រមចាអញ្ចឹងក៏គាត់បាត់ឱកាសហ្នឹងដែរចាហើយការគ្រប់គ្រងគាត់សាច់ប្រាក់គាត់អត់មានប្រសិទ្ធភាពទេចាអញ្ចឹងការបាត់បង់ចំណាយទៅលើបុគ្គលិកការបាត់បង់សាច់ប្រាក់អីហ្នឹងក៏ការខ្លាញ់បន្លំមានច្រើនចាកន្លែងដែលបងថាអាចបាត់បង់អតិជនថ្មីអានេះខ្ញុំយកករណីសិក្សាផ្ទាល់ដោយសារខ្ញុំជាអតិជនរបស់មីងគាត់លក់បបរអញ្ចឹងណាចាខ្ញុំចូលចិត្តទិញបបរគាត់ដែរប៉ុន្តែចាយដនអីអត់មានលុយនៅជាប់ខ្លួនទេមីងមាន QR code អត់គាត់ថាអត់មានផងកន្លែងគាត់អត់មានទេហើយគាត់នៅបន្តទៅសេដាក់ផ្លាកថាអត់មានអញ្ចឹងណាអញ្ចឹងខ្ញុំក៏អត់ទិញគាត់អត់បានទិញគាត់ទេដល់ពេលប្រហែលជាមួយខែទៅ2ខែឃើញគាត់ដាក់ថាមាន QR code ចាដល់ពេលថ្ងៃហ្នឹងទិញសួរថាមិនបើបានមីងដាក់អញ្ចឹងបើអត់ដាក់មិនកើតលក់អត់ដាច់ចារឿងសាមញ្ញទេប៉ុន្តែគ្រាន់ថាពេលខ្លះគាត់ត្រូវតែអាដាប់ជាមួយនឹងបរិយាកាសបែបហ្នឹងគាត់ត្រូវទទួលយកហើយអំបញ្ញមិញបងបញ្ជាក់ថា digital វាងាយស្រួលតែវាក៏អាចប្រឈមទៅនឹងការក្លែងបន្លំបោកប្រាស់អញ្ចឹងជាបទពិសោធន៍របស់បងដែលធ្វើការទៅលើផ្នែកហ្នឹងបងឧស្សាហ៍ឃើញស្ថានភាពឬក៏ប្រភេទនៃការបោកប្រាស់បែបណាខ្លះដែរចាសំណួរនេះមុនឆ្លើយបងចង់ជំរាបជូនថាមិនមែនតែប្រទេសកម្ពុជាទេចាគឺទូទាំងពិភពលោកចាហើយឲ្យតែយើងហ៊ានអភិវឌ្ឍកាន់តែខ្លាំងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបុគ្គលទាំងនោះគាត់មានជាក្រុមអភិវឌ្ឍការបោកប្រាស់ហ្នឹងឲ្យកាន់តែជឿនលឿនទៅមុខចាអញ្ចឹងកត្តាមួយចំនួននិងរូបភាពមួយចំនួនដែលគាត់បោកប្រាស់អតិជនណាភាគច្រើនគឺគាត់ផ្ញើជាលក្ខណៈ link ចាអញ្ចឹង link ហ្នឹងផ្ញើច្រើនរូបភាពគាត់ផ្ញើទៅតាមរយៈសារប្រអប់សារ Telegram ហើយនឹង email ចាអញ្ចឹងច្រើនរូបភាពជាងគេជាគឺទៅលើ Telegram ចាទី2គឺគាត់ខ្លែងបន្លំយកលេខកូដសម្ងាត់អញ្ចឹងការខ្លែងបន្លំផងគាត់គឺគាត់អាចខ្លាយខ្លួនគាត់ទៅជាបុគ្គលិកធនាគារcall ជំរាបសួរថាបងអាចប្រាប់លេខកូដសម្ងាត់ដែលមានជា4ខ្ទង់ឬក៏6ខ្ទង់បានអត់ចាអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនទៅដល់ប្រជាពលរដ្ឋយើងថាចេះมันមានបុគ្គលិកធនាគារណាដឹងអំពីឬក៏មានសមត្ថកិច្ចទៅសុំលេខកូដសម្ងាត់ពីអតិថិជនទេចាវាខុសគោលការណ៍ចាអញ្ចឹងជាផ្នែកមួយដែរហើយទី3ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការបន្លំទៅលើការឈ្នះរង្វាន់ចាគាត់ខលចាគាត់ខលពីក្រុមហ៊ុនធនាគារអាចជាក្រុមហ៊ុនឯកជនឬក៏ធនាគារឬក៏គ្រឹះស្ថានថាបងឈ្នះរង្វាន់200លានរៀលចាអញ្ចឹងសូមបងបង់សេវាមុន$50ឬក៏$100ចាឬក៏ផ្ញើ link ចូលប្រអប់សារឬក៏ Telegram ឲ្យយើងចុចដើម្បីទទួលបានព័ត៌មានសម្ងាត់ផងយើងនៅក្នុងរូបភាពណាមួយចាហើយចំណុចផ្សេងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការលក់អនឡាញបោកប្រាស់ដែរនៅក្នុងភាគច្រើននៅក្នុង Telegram ហើយ website ឬក៏ Facebook គាត់លក់អីវ៉ាន់ធូរថ្លៃមែនតើចាអញ្ចឹងយើងចាប់ផ្ដើមទិញជារាយជាដុំតែសូមឲ្យបងបង់សេវាមុនឬក៏បង់ថ្លៃផលិតផលនឹងមុនចាទៅឲ្យស្ងាត់ឈឹងអត់ផ្ញើទេអញ្ចឹងសួរថាវាប៉ះពាល់វាប៉ះពាល់អីគេដល់បច្ចេកវិទ្យាហិរញ្ញវត្ថុដោយសារគាត់ប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុនិងធនាគារចល័តទូទាត់អីគេមុនបាត់អីហ្នឹងចានិងចំណុចផ្សេងទៀតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ AI ខ្លែងបន្លំជាសម្លេងតែម្ដងចាគាត់ធ្វើសម្លេងឲ្យដូចម្ដាយឪពុកយើងដូចបងប្អូនយើងឬក៏សាច់ញាតិចឹងចាហើយបន្ទាប់មកគាត់ចាប់ផ្ដើមឆាតឬក៏ប្រើប្រាស់គាត់ hack គណនីបងប្អូនយើងដើម្បីស្នើសុំខ្ចីប្រាក់ភ្លាមចាអញ្ចឹងគឺយើងព្យាយាមផ្ទៀងផ្ទាត់មែនតើជាពិសេសដូចខ្ញុំជំរាបអញ្ចឹងផ្ទៀងផ្ទាត់ឈ្មោះគណនីអ្នកទទួលចាអញ្ចឹងឥឡូវយើងនិយាយអំពីការការពារខ្លួនវិញតើមានវិធីសាស្ត្រយ៉ាងណាដើម្បីកុំឲ្យគេងាយស្រួលក្នុងការ hack យក account របស់យើងទី1ហ្នឹងគឺគាត់ត្រូវតែដាក់ចាលេខកូដសម្ងាត់ឲ្យបានរឹងមាំ
ឲ្យបានរឹងមាំអ្នកខ្លះគាត់ចូលចិត្តប្រើលេខទូរស័ព្ទដៃផងគាត់ឬក៏ថ្ងៃខែឆ្នាំកំណើតផងគាត់អញ្ចឹងវាអត់រឹងមាំទេចាគាត់គួរតែដាក់លេខណាមួយឲ្យរៀងរឹងមាំចាអញ្ចឹងបានខ្ញុំជំរាបពីខាងលើគឺតម្រូវឲ្យប្រជាពលរដ្ឋយើងរៀនបណ្ដោះរៀនអភិវឌ្ឍចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុតែយើងរៀនចេះច្រើនយើងឆាប់ចាប់បានវិធីសាស្ត្រក្នុងការការពារចាទី2គឺគាត់ត្រូវផ្ទៀងផ្ទាត់ចាមានការផ្ទៀងផ្ទាត់2ជាន់ការផ្ទៀងផ្ទាត់2ជាន់ហ្នឹងមានន័យថារាល់ការសម្រេចចិត្តធ្វើការវេលេខចេញឬក៏ការចូលទៅកាន់ធនាគារចល័តធម្មតាទៅតាមធនាគារនីមួយគេមានដាក់លេខមានជា username មាន password ហើយពេលវាយលុយចេញក្រៅត្រូវផ្ទៀងផ្ទាត់លេខកូដសម្ងាត់កុំចុច link ផ្ដេសផ្ដាស់ចាឆាប់ចប់ចាតែ link មួយចំនួនក៏បោកប្រាស់អ្នកធ្វើការបានដែរមានន័យថាគាត់ផ្ញើចូល email ហើយគាត់មានដូចឈ្មោះខ្ញុំអញ្ចឹងឆ្លើយតបការងាររបររស៊ីមួយអូនរាល់ថ្ងៃចាប៉ុន្តែថ្ងៃហ្នឹងមិនមែនចាញ់រត់ RATH ទេតែចាញ់ ROATH បន្ថែមអក្សរ A មួយទៀតហើយយើងអត់ចាប់អារម្មណ៍យើងអត់បានផ្ទៀងផ្ទាត់ហ្នឹងយើងចុចពឹបចាអញ្ចឹងស្មានតែគ្នាឯងចាស្មានតែគ្នាឯងអញ្ចឹងកម្រិតនៃការបោកប្រាស់តាមរយៈ link នេះគឺបោកប្រាស់តាមរយៈចំណេះដឹងដូចគ្នាបែងចែកទៅតាមអាយុទៅតាមអ្នកធ្វើការអ្នកប្រកបរបរអាជីវកម្មចាហើយទី3រឿងព័ត៌មានសម្ងាត់លេខកូដសម្ងាត់នេះស្ទើរតែប្តីប្រពន្ធចាសូមកុំចែករំលែកចាស្ទើរតែកុំចែករំលែកពីព្រោះនៅពេលដែលបាត់បង់គឺពិបាកពីព្រោះនៅពេលដែលយើងគណនីយើងឈ្មោះយើងអត្តសញ្ញាណប័ណ្ណផងយើងចាលេខទូរស័ព្ទដៃផងយើងចាអញ្ចឹងយើងត្រូវជាយើងជាអ្នកថែរក្សាលេខកូដសម្ងាត់មិនត្រូវចែករំលែកទេចាហើយព្យាយាមធ្វើការមុននឹងចូលទិញចាចូលទិញweb ទៅកាន់ website ឬក៏ download application ការទិញអីវ៉ាន់ e-commerce ណាមួយឆ្លងប្រទេសសុំមើលwebsite ហ្នឹងជា website ផ្លូវការគេដែរអត់មានឈ្មោះបោះសម្លេងអត់ឬតែ website ថោកទិញអីវ៉ាន់ថោកទិញប៉បទូទាត់លុយឲ្យគេប៉បអញ្ចឹងអីវ៉ាន់ហ្នឹងมันមកដល់ដៃយើងទេចាហើយដោយឡែកគឺត្រូវអាប់ដេតកម្មវិធីទូរស័ព្ទដល់យើងត្រូវអាប់ដេតទៅតាមពេលវេលាមានន័យថាយើងត្រូវអាប់ដេតឲ្យបានតន់អញ្ចឹងទៅប្រព័ន្ធសុវត្ថិភាពខ្លះត្រូវការយើងអាប់ដេតហើយជាចុងក្រោយត្រូវតែរៀនឲ្យបានច្រើនទៅលើចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងឲ្យបានច្រើនតាមរយៈការមើលតាមប្រព័ន្ធ social media ការរៀនសូត្រពីបុគ្គលិកធនាគារចានៅពេលដែលមិនទាន់បាត់អត់ទាន់អីទេតែពេលបាត់ចាគឺគាត់ចាប់ផ្ដើមគិតថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារហ្នឹងអត់សុវត្ថិភាពប៉ុន្តែខ្លួនគាត់បានប្រាប់រឿងសម្ងាត់ហ្នឹងទៅបុគ្គលទី3រួចទៅហើយចាចំណុចមួយដែលខ្ញុំចង់បន្ថែមជាមួយបងដែរតាក់ទងទៅនឹង password ឬក៏លេខសម្ងាត់ហ្នឹងណាអ៊ំពូមីងខ្លះពេលគាត់ទិញទូរស័ព្ទពេលគាត់ទិញទូរស័ព្ទមើលអូនជួយបង្កើត Facebook មួយមើល account Facebook មួយមើលចឹងគាត់បង្កើតជា email មួយហើយគាត់បង្កើតលេខកូដពេលគាត់បង្កើតហើយវាបានជោគជ័យហើយប៉ុន្តែគាត់អត់ចង់ចាំទេពេលដែលបកគោជូនទៅដល់អ៊ំពូមីងគាត់អត់ចាំទេអញ្ចឹងបើសិនជាមានករណីថាត្រូវឆបោកអីចឹងទៅគាត់ថាបើចង់បាន password ហ្នឹងទៅសួរអ្នកលក់ទូរស័ព្ទឲ្យខ្ញុំណ៎ចាអញ្ចឹងវាពិបាកអញ្ចឹងណាអញ្ចឹងកន្លែងនេះចង់ឲ្យអ៊ំពូមីងដែលគាត់មិនសូវយល់អំពីផ្នែកហ្នឹងអាចថាមានសមាជិកជាកូនជាប្អូនជាក្មួយទៅជាមួយគាត់ទៅដើម្បីជួយពន្យល់គាត់បន្ថែមព្រោះអីខ្ញុំយល់ថាចំណេះដឹងហិរញ្ញវត្ថុវាមួយយ៉ាងហើយប៉ុន្តែចំណេះដឹង digital ក៏ត្រូវតែរៀនត្រូវតែយល់ហើយត្រូវតែព្យាយាមធ្វើម៉េចដើម្បីបត់បែនដែរតែឥឡូវនេះទូរស័ព្ទមួយចំនួនក៏ជាយើងអាច install ជាភាសាខ្មែរបានដែរអញ្ចឹងខ្ញុំថាអាចជួយគាត់បានច្រើនចាអរគុណបងអញ្ចឹងមិញបងនិយាយថាតែយើងចុច link មួយចប់ហើយប៉ុន្តែបើសិនជាមានករណីថាបើយើងច្រឡំពិតជាចុចមែនតើយើងមានប្រការណាដែលជួយសង្គ្រោះបានអត់មិនមែនតែការចុច link ទេឬក៏គាត់ច្រឡំប្រាប់លេខសម្ងាត់នឹងទៅតែម្ដងចាអញ្ចឹងទី1គាត់ត្រូវផ្លាស់ប្ដូរលេខសម្ងាត់ភ្លាមពីព្រោះមានតែយើងឯងដែលធ្វើលឿនជាងគេចាទី2គាត់ត្រូវតែតាក់ទងទៅបុគ្គលិកបម្រើសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគាររាយការណ៍ឲ្យដឹងរាយការណ៍ឲ្យដឹងរឿងដើម្បីបង្កកឬក៏បិទគណនីបណ្ដោះអាសន្នហើយធនាគារចល័តរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារផ្សេងៗក៏គាត់អនុញ្ញាតឲ្យតេជជនធ្វើបានភ្លាមដែរប៉ុន្តែពេលខ្លះគាត់ភ័យអាចតាក់ទងទៅបុគ្គលិកបម្រើសេវាកម្មចាទី3គាត់ត្រូវមើលប្រវត្តិការភ្លាមដែរថាតើមានប្រវត្តិការវេចេញអត់ឧទាហរណ៍ថាគាត់អត់ទាន់បានបិទទេគាត់អត់ទាន់បានបង្កកគណនីគាត់ភ្លាមទេចាហើយចុងក្រោយប្រុងប្រយ័ត្នបន្ថែមចាប្រុងប្រយ័ត្នបន្ថែមចាច្រឡំចុចឬក៏ច្រឡំប្រាប់ត្រូវតែស្វាហាប់ត្រូវតែធ្វើប្រវត្តិការភ្លាមនឹងទៅអ្នកដែលមានសមត្ថកិច្ចចាតែកុំភ្លេចរឿងប្រុងប្រយ័ត្នបន្ថែមពីព្រោះហេតុអីបើសិនបើយើងអត់ប្រុងប្រយ័ត្នយើងអត់អាប់ដេតខ្លួនយើងទៅលើចំណេះដឹងហ្នឹងទេអញ្ចឹងពួកជនឆបោកហ្នឹងក្រុមពួកជនឆបោកហ្នឹងគាត់ងាយអានចិត្តយើងយល់ហើយក៏ពួកគាត់នឹងអភិវឌ្ឍខ្លួនបានលឿនជាងយើងដែរចាអរគុណបងចុះចំពោះយុវជនហើយនិងម្ចាស់អាជីវកម្មវិញបងបើសិនជាគាត់ចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងតើគាត់គួរតែត្រៀមខ្លួនបែបណាដែរដើម្បីមិនស៊ាំខ្លួនឬក៏ទទួលយកដើម្បីប្រើប្រាស់ទៅឲ្យមានប្រសិទ្ធភាពនៅពេលបច្ចុប្បន្នក៏ដូចជាអនាគតរបស់គាត់ដែរសម្រាប់ម្ចាស់អាជីវកម្មនិងយុវជននៅពេលសម័យនេះគឺគាត់ត្រូវចាប់ផ្ដើមរៀនសូត្រចាទោះបីជាអ្នកដែលកំពុងតែសិក្សាឬក៏គាត់ដែលអ្នកខ្លះគឺគាត់ផ្អាកការសិក្សាទៅប្រកបរបរអាជីវកម្មគឺគាត់ត្រូវរៀនសូត្រហើយរៀនសូត្រចំណេះដឹងបច្ចេកវិទ្យា digital ហ្នឹងរៀនសូត្រតាមរយៈអីប្រើប្រាស់ចារៀនសូត្រនិងប្រើប្រាស់ចាតែគាត់រៀនសូត្រនិងប្រើប្រាស់គាត់យល់ដឹងដូចខ្ញុំជំរាបខាងលើអញ្ចឹងការគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងមិនហើយថ្ងៃក្រោយការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈ digital ហ្នឹងនឹងឲ្យផលមកគាត់មិនតាមរយៈកម្ចីតាមរយៈ credit card លើសពីហ្នឹងគាត់ចាប់ផ្ដើមជ្រើសរើសថាតើធនាគារចល័តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏ធនាគារណាមួយដែលគាត់ទុកចិត្តអាចប្រើបានចាអញ្ចឹងដោយសារបងផ្ទាល់ថ្ងៃនេះចានេះខ្ពិនមកពីខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណប្រាក់សន្សំចា LOC អញ្ចឹងគឺយើងចង់បង្ហាញនិងលើកទឹកចិត្តថាពួកយើងក៏ជាផ្នែកមួយនៃបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានធនាគារចល័តដែលមានសុវត្ថិភាពខ្ពស់ហើយនឹងផ្ដល់អត្រាការប្រាក់រហូតដល់ 4% សម្រាប់គណនី digital និងគណនីសំចៃ 4% ក្នុងមួយឆ្នាំចាទី2យើងផ្ដល់ជាធានារ៉ាប់រងអាយុជីវិតដែលឥតគិតថ្លៃរហូតដល់$5,000ជូនដល់អតិថិជនផងយើងដែលប្រើប្រាស់គណនី digital ឬក៏គណនីសំចៃហើយលើសពីនឹងចាការវេប្រាក់ពីគណនីនៅក្នុងសមាជិកបាគងមិនមានគិតកម្រៃសេវាទេមួយថ្ងៃគាត់អាចធ្វើប្រតិបត្តិការបានរហូតដល់$50,000ឬក៏ស្មើនឹង200លានរៀលចាហើយបើ scan QR វិញក៏ដូចគ្នាដែរមួយថ្ងៃគឺគាត់បានធ្វើរហូតដល់$50,000និងឬស្មើនឹង200លានរៀលក្នុងមួយថ្ងៃនេះគឺជាអត្ថប្រយោជន៍ដែលយើងគិតថាជាចំណុចដែលអតិថិជនគួរតែគិតគូរថាគាត់មានលុយនៅក្នុងគណនីហើយគាត់ទុកលុយនឹងដើម្បីធ្វើការវេទូទាត់តើគាត់គួរជ្រើសរើសធនាគារណាមួយដែលគាត់បានអត្ថប្រយោជន៍ហើយគាត់ជឿទុកចិត្តនិងមានកេរ្តិ៍ឈ្មោះចាអញ្ចឹងមិនមែនតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOC ទេតែមួយទេយើងជឿជាក់ថានៅប្រទេសកម្ពុជាវិញយើងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារជាច្រើនតែគ្រាន់ថាអតិថិជនគាត់ចាប់ផ្ដើមប្រើគាត់ត្រូវគិតពីអត្ថប្រយោជន៍បន្ទាប់ពីបានស្ដាប់បងមកគឺ fintech ឬក៏បច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងគឺមានអត្ថប្រយោជន៍ខ្លាំងមែនតើបងមានចំណុចមួយចំនួនដែលត្រូវសិក្សាហើយចំណុចមួយចំនួនក៏ត្រូវប្រុងប្រយ័ត្នដែរជជែកមួយបងយូរទៅផ្លេចមើលមកឥឡូវដល់កំណត់បណ្ដោយចាអញ្ចឹងចង់ឲ្យបងជួយផ្ដាំផ្ញើសារចុងក្រោយបញ្ជាក់ជូនទៅដល់យុវជនហើយនិងម្ចាស់អាជីវកម្មផងដែរចាជាចុងក្រោយនាងខ្ញុំស្រីរតន៍តំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOC ចង់ផ្ដាំផ្ញើទៅដល់យុវជនសម័យថ្មីក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ចាចាប់ផ្ដើមប្រើពីឥឡូវពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុហើយការប្រើប្រាស់សូមទៀតសោតសូមឲ្យបង្កើនចំណេះដឹងទៅលើការថែទាំសុវត្ថិភាពជាពិសេសជនឆបោកដែលគាត់ព្យាយាមផ្ញើជាលក្ខណៈ link ឬក៏បំលែងខ្លួនស្នើសុំលេខកូដសម្ងាត់អីផ្សេងអញ្ចឹងត្រូវតែបើយើងបានរៀនសូត្រក៏ដូចជាបានក្រេបបញ្ជក់ចំណេះដឹងទាំងអស់តាមរយៈ
ឧទាហរណ៍ដូចជា podcast ថ្ងៃនេះគឺយើងនិយាយអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុចំណេះដឹងទូទៅនឹងមានបណ្ដាញសង្គមផ្សេងៗដែលយើងអាចយល់ដឹងបាននៅពេលដែលបងប្អូនយល់ដឹងច្បាស់ពីប្រភពពីប្រភពនៃឬគល់នៃបញ្ហានិងប្រភពនៃការដោះស្រាយអញ្ចឹងបងប្អូនអត់ងាយភ័យអត់ងាយជឿទុកចិត្តគេប្រទេសផ្ដាស់ទេអញ្ចឹងកុំភ្លេចឲ្យសោះចាប់ផ្ដើមប្រើឥឡូវចាប់ផ្ដើមអភិវឌ្ឍខ្លួននិងរៀនឥឡូវពីចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុចាសូមអរគុណដល់បងស្រីរតន៍ម្ដងទៀតសម្រាប់ការចូលរួមចែករំលែកទៅនឹងចំណេះដឹងហិរញ្ញវត្ថុជាពិសេសស្រ័យបំភ្លឺទៅលើពាក្យកលឹះនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងហ្នឹងព្រោះអីក៏ពិតប្រជាពលរដ្ឋគាត់អាចនឹងប្រើប្រាស់ប៉ុន្តែគាត់អាចដឹងថាហ្នឹងវាស្ថិតនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអត់ទេតាំងពីការផ្ទេរតាំងពីការទូទាត់តាំងពីការ scan ហ្នឹងគឺគាត់អនុវត្តញឹកញាប់ជាពិសេសបងប្អូនស្ត្រីណាគាត់អាសា scan ដើម្បីទិញអីវ៉ាន់ជាដើមអញ្ចឹងខ្ញុំសង្ឃឹមថាប្រធានបទនេះអាចជាចំណេះដឹងមួយដ៏ល្អបំផុតសម្រាប់ពួកគាត់ក្នុងការប្រើប្រាស់ជាពិសេសចំណេះដឹងហិរញ្ញវត្ថុហើយចំណេះដឹង digital ដើរទន្ទឹមគ្នាកុំឲ្យគាត់មានអារម្មណ៍ថាគាត់ងាយនឹងចាញ់បោកគេហើយងាយនឹងប៉ះពាល់ទៅដល់សុខភាពហិរញ្ញវត្ថុរបស់គាត់ជួនកាលពេលខ្លះគាត់ផ្ទេរចុះផ្ទេរឡើងរឿងទូចខ្លះអាចផ្ទេរទៅដល់គេច្រើនអីចឹងទៅភ្លេចមើលឈ្មោះ account របស់គេហ្នឹងក៏ជាបញ្ហាប្រឈមដែរហើយថ្ងៃនេះផងដែរខ្ញុំចង់រំលេចតាក់ទងទៅនឹងផលិតផលរបស់ LOC ដែលតាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺទី1 LOC Mobile អញ្ចឹងលោកអ្នកអាចបើកគណនីបញ្ញាសំចៃហើយអាចដាក់ទុកលុយរបស់គាត់ហ្នឹងនៅក្នុងគណនីហ្នឹងទៅដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃដែលប្រើប្រាស់LOC Mobile ហ្នឹងហើយទទួលបានការប្រាក់ខ្ពស់ផងដែរចំពោះផលិតផលទី2គឺ LOC Merchant ហ្នឹងគឺតាក់ទងជាមួយនឹងអាជីវករវិញម្ដងគឺគាត់អាចទទួលបានសាច់ប្រាក់ពីអតិថិជនរបស់គាត់តាមរយៈ LOC Merchant ហ្នឹងដោយគាត់អាចងាយស្រួលក្នុងការតាមដានតាក់ទងពីចំណូលអាជីវកម្មរបស់គាត់ក៏ទទួលបានទៅនឹងអត្រាការប្រាក់ខ្ពស់ដូចគ្នាផងដែរចាអញ្ចឹងប្រធានបទរបស់យើងបានដល់ទីបញ្ចប់ទៅហើយសូមអរគុណបងដែលបានចូលរួមថ្ងៃនេះហើយនឹងអរគុណទស្សនិកជនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នៅពេលនេះនាងខ្ញុំសុខៀងវាគ្មិនរួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា